បាទជំរាបសួរប្រិយមិត្តជាទីរាប់អានថ្ងៃនេះខ្ញុំនឹងលើកយកវីដេអូមួយអំពីរបៀបចូលទៅប្លុក account Telegram កុំឲ្យនរណាម្នាក់ដែលតែងតែឆាតឬក៏ទេមករំខានយើងជាញឹកញាប់បងប្អូនណាហើយបងប្អូនមានចិត្តចង់ប្លុកគាត់ឡើងឲ្យតាក់ទងមកយើងមួយរយៈបាទហើយកម្មវិធីនេះខ្ញុំបានធ្វើវីដេអូម្ដងរួចទៅហើយបងប្អូនណាប៉ុន្តែថ្ងៃនេះខ្ញុំលើកវីដេអូនេះសារជាថ្មីម្ដងទៀតចង់ធ្វើជាលម្អិតឲ្យបងប្អូនយល់ឲ្យបងប្អូនចាប់បាននឹងធ្វើកើតទាំងអស់គ្នាបងប្អូនណាបាទហើយបើសិនណាជាបងប្អូនបានទស្សនាឬក៏ចូលទៅមើលវីដេអូរបស់ខ្ញុំហើយពេញចិត្តបងប្អូនជួយ follow page like share ឬក៏ចុច subscribe channel YouTube ម្នាក់មួយផងបងប្អូនណាដើម្បីបងប្អូននឹងទទួលបានព័ត៌មានទទួលបានវីដេអូថ្មីក្រោយទៀតបងប្អូនណាបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាដើម្បីទៅចូលទៅប្លុកបាទប្លុកហើយយើងដោះប្លុកTelegram មកតាមធម្មតាបងប្អូនអញ្ចឹងជាដំបូងយើងចូល Telegram បងប្អូនបាទបន្ទាប់មកយើងចូលទៅលើរកមើល account Telegram ណាមួយដែលយើងចង់ប្លុកគាត់មួយរយៈបងប្អូនណាបាទឥឡូវខ្ញុំយក account Telegram នេះមួយចុះបងប្អូនណាចុចលើនឹងមួយមកបបបន្ទាប់មកចុចនៅលើ account profile របស់គាត់ហ្មងបងប្អូនណាបាទរួចហើយយើងចុចត្រេ3បងប្អូនចុចត្រេ3ទៅនេះបន្ទាប់មកយើងមើលត្រង់អក្សរនេះគេដាក់ថា block cancel បងប្អូនណានេះទៅនេះបងប្អូនណាហើយនឹងចុចលើនឹងមកបាទបន្ទាប់មកយើងចុចកន្លែង block កន្លែងអក្សរក្រហមបងប្អូនណាអក្សរក្រហមចុច block គាត់មកបាទអូខេអញ្ចឹងការតាក់ទងរបស់គាត់នឹងឡើងតាក់ទងបានហើយបងប្អូនណាយើងក៏តាក់ទងទៅគាត់មិនបានគាត់ក៏តាក់ទងមកយើងមិនបានប៉ុន្តែយើងដើម្បីទៅដោះ block គាត់វិញបាទទៅដោះ block គាត់វិញយើងត្រូវថយមកបងប្អូនណាបាទថយអស់មករួចហើយយើងចូលទៅកន្លែងត្រេ3ដើម្បីចូលទៅដោះ block គាត់ណាបងប្អូនបាទកន្លែងត្រេ3មកបន្ទាប់មកចូលកន្លែង setting បាទរួចហើយយើងចូលទៅលើតិចបងប្អូនណាយើងចូលកន្លែងកូនសោសញ្ញាកូនសោបងប្អូនណាបើសិនណាជាបងប្អូនមិនចេះអង់គ្លេសបងប្អូនសញ្ញាចំណាំរូបទៅនេះបងប្អូនណាអាយ៉ាសុំទោសចំណាំរូបទៅនឹងមកបងប្អូនចុចលើនឹងមកបាទបន្ទាប់មកយើងមើលត្រង់កន្លែងសញ្ញាបាតដៃ5បងប្អូននេះសញ្ញាបាតដៃទាំង5នេះដាក់ block cancel បងប្អូនណានេះកន្លែងនេះចុចលើនឹងមកបបបាទបន្ទាប់មកចុចទៅលើ account ដែលយើងបាន block គាត់មិញបងប្អូនបាទនេះ account នេះបងប្អូនណាចុចពឹបមកបបបាទរួចហើយយើងចុចកន្លែងត្រេ3បាទរួចហើយយើងចុចទៅកន្លែងគេដាក់ថា unblock បងប្អូនណាដើម្បីដោះ block គាត់មកវិញដើម្បីយើងតាក់ទងគ្នាទៅតាមធម្មតាបាទអាហ្នឹងយើងដោះ block យើងចុចកន្លែង unblock បងប្អូនណានេះទៅនេះបងប្អូនណាចុចពឹបមកអូខេអញ្ចឹងអ្វីដែលយើងចង់ដោះ block យើងអាចដោះបានបងប្អូនណាបាទហើយវីដេអូនេះខ្ញុំលើកធ្វើជាលម្អិតឲ្យបងប្អូនយល់អំពីរបៀបយើងចូលទៅ block រួចហើយយើងដោះ block មកវិញបងប្អូនណាបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលបានតាមដានវីដេអូនេះរហូតដល់ចប់បាទសូមកុំភ្លេចជួយ like share ឬក៏ follow page ចុច subscribe YouTube ម្នាក់មួយផងបងប្អូនណាសូមអរគុណច្រើនសូមជម្រាបលាបាទ